ចំងល់សំសួរមួយថាហេតុអ្វីបានជានៅគ្រប់ទីវត្តអារាមមានសត្វហង្សនៅលើដងតុងហង្សសត្វហង្សហ្នឹងគឺគេសំដៅយកសត្វដែលវាថ្លៃថ្នូរវាវិសេសវាល្អវាចិត្តណានិយាយខ្លីយើងកុំនិយាយវិញព្រោះប្រវត្តិហង្សហ្នឹងវិញណាបើនិយាយថាសត្វហង្សជាសត្វវាមានរបៀបរបបអត្តចរិតថ្លៃថ្នូររូបរាងនឹងស្អាតណាហ្នឹងហើយជាទីវិចិត្រនៃវិចិត្រកអញ្ចឹងបានគេចេះតែដាក់តុកនៅក្នុងមុខព្រះវិហារលើដងតុងស្ទើរគ្រប់វត្តគ្រប់អារាមនឹងឯងហើយបុរាណយើងក៏បានទុកជាសភេសត្វមួយឬក៏ជាកាបសម្រាប់ឲ្យយើងយល់គេហៅថារៀនត្រាប់ហង្សបក្សីមានរស្មីភ្លឺចែងចែងក្បោក្បាច់រំលេចខែងអ្នកផងតែងសាងរូបតុកវិហារវត្តលោកសង្ឃមានរូបហង្សនៅពីមុខគេថែមិនឲ្យពុករក្សាតុកលើដងតុងបានន័យថាមានប្រយោជន៍មានអត្តសញ្ញាណច្បាស់លាស់ជាសត្វមួយដែលជាទីជ្រះថ្លាជាទីយកចិត្តទុកដាក់បានគេរក្សាទុកជាគំរូនៃមនុស្សនៃសត្វទាំងអស់ហ្នឹងឯងណាអត់មានឆ្ងល់ទេចង់លោកឯងឆ្ងល់តែថងមិនឆ្ងល់នេះឆ្ងល់គ្រប់នោះនៅលើវិហារដែរលោកតាណាឆ្ងល់ថាគ្រប់ទីវត្តអារាមគណៈតែងតែសង្កេតឃើញគេធ្វើបដិយកម្មហ្នឹងមានសត្វគ្រុឌសត្វនាគហើយសត្វគ្រុឌហ្នឹងនៅពីលើនាគតែវាមានអត្ថន័យហ្នឹងណារឿងស្ថាបត្យកម្មខ្មែរយើងគឺគេសិក្សាជ្រៅជ្រះយល់ដឹងច្បាស់លាស់ហើយចំមានទានខ្លះមានប្រវត្តិខ្លះមានជារបៀបបែបផែនសិល្បៈវិចិត្រកគេរសេទុកមកសម្រាប់ឲ្យកូនខ្មែរនឹងយល់ដឹងហ្នឹងហើយយល់ដឹងរៀនមួយយល់ដឹងមួយសាកសួរដើម្បីចំណេះដឹងហ្នឹងហើយមិនមែនគេសួរដើម្បីផ្ទៃផ្ទាល់ឲ្យនេះឲ្យដូចថាខាតប្រយោជន៍ទេរឿងអ្នករឿងហង្សនេះចៅឯងឲ្យដឹងថាវាជាប្រវត្តិក្នុងចំណោមសត្វដេរិឆានរាប់រយអំពៅណារាប់រយរាប់លានអំពៅសម្ោចសង្អាកណ្ដៀងកណ្ដុលសត្វក្នុងទឹកមានអត្រីស្លាមកទាំងអស់ហ្នឹងរាប់ទៅរាប់រយលានអំពៅប៉ុន្តែសត្វដេរិឆានវិសេសមានតែពីរឯងឲ្យស្គាល់ឲ្យច្បាស់ឲ្យចាំមួយជីវិតសត្វដេរសាឆានវិសេសអញ្ចឹងសត្វដេរឆានវិសេសមានពីរនឹងស្អីគឺគ្រុឌនឹងមួយគឺនេកនឹងមួយហើយចៅឯងឆ្ងល់เลยថាហេតុអីបានជាគេឲ្យឈ្មោះថាជាសត្វដេរឆានវិសេសមានឆ្ងល់អត់ឆ្ងល់លោកតាបើឆ្ងល់លោកតាប្រាប់ទៅថាជាសត្វដេរឆានវិសេសជាសត្វដែលឯងប្រែកាឡាទៅជាមនុស្សបានហ្នឹងហើយសត្វគ្រុឌនឹងក៏ប្រែកាឡាទៅជាមនុស្សបានសត្វនេកនឹងក៏អាចប្រែคล้ายទៅជាមនុស្សបានដែរប៉ុន្តែវាមានពេលមានវេលារបស់វាណាប្រែคล้ายដូចជានេកអញ្ចឹងប្រវត្តិដែលយើងសោតនេកសុណសនេកកអយន្តេសច្ចកាឡោភូតកាឡោហេតុអីបានគេឲ្យឈ្មោះនេកថ្វាំងនេកគោនេមមានប្រវត្តិរបស់វាដោយសារសត្វនេកហ្នឹងមកខ្លែងមកបន្លំខ្លួនជ្រះថ្លាក្នុងពុទ្ធសាសនាហើយសំបួសហើយដល់ពេលយកទៅដេកទៅស្រាប់តែវាคล้ายទៅជានេកវិញផ្អើលអស់ភិក្ខុសាមណេរនៅក្នុងវត្តក្នុងវាំងហ្នឹងផ្អើលដល់សាមណេរភិក្ខុយករឿងហ្នឹងទៅទូលព្រះបញ្ញត្តិថាសត្វទេរិឆានមិនអាចបួសបានទេទោះជាសត្វទេរិឆានក្រាស់ខ្មឹកក៏ដោយសត្វទេរិឆានវិសេសនឹងក៏ដោយហើយបានព្រះបញ្ញត្តិធំនឹងមកអ្នកណាដែលមកបួសនឹងឲ្យឈ្មោះថានេកហ្នឹងគេប្រែថាប្រសើរហ្នឹងហើយទេរិឆានប៉ុន្តែជ្រះថ្លាក្នុងពុទ្ធសាសនាប៉ុន្តែទោះជាជ្រះថ្លាយ៉ាងណាក៏ដោយចាប់ពីពេលដែលនេកមកបួសឲ្យคล้ายខ្លួនទៅជានេកវិញក្នុងពេលរាត្រីហ្នឹងព្រះបញ្ញត្តិថាសត្វដេរិឆានមិនអាចបួសបាននេះអញ្ចឹងយើងធ្វើជាមនុស្សនេះសំខាន់ណាស់មនុស្សមានការបំពេញកុសលគ្រប់ទាំងអស់ធ្វើទានធ្វើសិលធ្វើភាវនាទេវតាក៏អត់ធ្វើទានធ្វើអីមកក្នុងឋានយើងនឹងបានដែរឃើញទេហ្នឹងគេធ្វើនៅឋានទេវតាណោះព្រំអីយើងប្រែតនរុអសោរកាយដេរិឆានអីមានតែធ្វើទានធ្វើសិលធ្វើអីណាកើតអញ្ចឹងកន្លែងមនុស្សឋានមនុស្សជាឋានកដាលនេះជាឋានកន្លែងផលិតផលគឺសិលទានភាវនាឬក៏ទានសិលសមាធិទានសិលភាវនាឬក៏សិលសមាធិបញ្ញាជាអំណោយរបស់មនុស្សដែលហៅថាក្រនឹងបានកើតមកជាមនុស្ស
ចឹងហើយយើងត្រូវខំប្រឹងប្រែងទាំងអស់គ្នាទៅខំរៀនធម៌សិក្សាធម៌ប្រតិបត្តិនៅធម៌ដ៏សមគួរដល់ធម៌ទាំងនេះទៅជាមនុស្សពិតប្រាកដហ្នឹងហើយចឹងកណាមានប៉ុណ្ណឹងកុំឲ្យសួរច្រើនពេកចៅហ្នឹងហើយ អរគុណបាន ហ្នឹងហើយ អធិប្បាយសេចក្តីពិត ណាឲ្យអធិប្បាយឲ្យចាំមួយជីវិតកុំឲ្យមកសួររឿងដែលណាចៅហ្នឹងហើយអរគុណណាស់គេនព